Miss Universe is Mexico! សួស្តីប្រិយមិត្តសារព័ត៌មាន BBC រាយការណ៍ថាកញ្ញាឯកមិចស៊ីក Fatima Bush ត្រូវបានគ្រងមកកត់ជាបបរកញ្ញាចក្រវាឡហើយនៅប្រទេសថៃកាលពីថ្ងៃសុក្រទី21ខែវិច្ឆិកានេះដោយដើរចេញយ៉ាងក្លាហានបន្ទាប់ពីត្រូវពិធីករកម្មវិធីបានស្ដីបន្ទោសនាងជាសាធារណៈថាមានកំហុសពេលឡើងមកដល់ដំណាក់កាលចុងក្រោយនេះបវរកញ្ញាសម្រាប់ផ្សេងទៀតហាក់ដូចជាបានក្រោកឈរឡើងដើម្បីសាមគ្គីភាពជាមួយនាងមុនពេលឈប់សម្រាកបន្ទាប់ពីហេតុការណ៍នេះប្រធានាធិបតីមេស៊ីកលោកស្រី Claudia Sheinbaum បានហៅកញ្ញា Fatima ថាជាឧទាហរណ៍នៃរបៀបដែលយើងជាស្ត្រីគួរនិយាយចេញចំពោះមុខការបំពានចំណែកសារព័ត៌មានអាល្លឺម៉ង់ DW ថា Cristiano Ronaldo គឺជាភ្ញៀវពិសេសម្នាក់នៅក្នុងពិធីជប់លៀងរបស់លោក Donald Trump នៅថ្ងៃទី18ខែវិច្ឆិកាRonaldo បានចូលរួមពិធីជប់លៀងនៅសេតវិមានជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងប្រធានាធិបតីអាមេរិក Donald Trump Ronaldo ដែលបានលេងឲ្យក្លឹបនៅអារ៉ាប៊ីសាអូឌីតតាំងពីឆ្នាំ2023ហាក់ដូចជាមិនបានទៅសហរដ្ឋអាមេរិកអស់រយៈពេលជិត1ទសវត្សរ៍មកហើយបន្ទាប់ពីសំណុំរឿងផ្លូវច្បាប់មួយពីឆ្នាំ2009ដែល Ronaldo ប្រឈមនឹងការចោទប្រកាន់ពីបទរំលោភសេពសន្តិវៈការចោទប្រកាន់ត្រូវបានទម្លាក់ចោលទៅវិញនៅឆ្នាំ2019និងនៅឆ្នាំ2022ដែលបើកផ្លូវសម្រាប់ការវិលត្រឡប់របស់គាត់មកអាមេរិកប៉ុន្តែថាតើពេលវេលានៃការបង្ហាញខ្លួនឡើងវិញរបស់គាត់មានន័យយ៉ាងណាលោក Donald Trump បានដឹងយ៉ាងច្បាស់អំពីនិមិត្តរូបនៃការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Cup ក្នុងអំឡុងពេលប្រារព្ធខួបលើកទី250ចំណែកព័ត៌មានមួយទៀតសារព័ត៌មាន DW និយាយថាយន្តហោះចម្បាំងដែលផលិតនៅឥណ្ឌាមួយគ្រឿងបានធ្លាក់នៅឯពិធីតាំងពិព័រណ៍យន្តហោះនាទីក្រុងឌូបៃកាលពីថ្ងៃសុក្រម្សិលមិញអាជ្ញាធរទីក្រុងឌូបៃបាននិយាយថាក្រុមសង្គ្រោះបន្ទាន់បានទៅដល់កន្លែងកើតហេតុដើម្បីពន្លត់អគ្គិភ័យតែនៅចម្ងាយប្រហែលតែ 1.6 គីឡូម៉ែត្រពីទីតាំងពិព័រណ៍ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាដើម្បីទស្សនាពិព័រណ៍យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ Al Maktoum Dubai World Central ក្នុងប្រទេសអារ៉ាប់រួមសារព័ត៌មាន Associated Press បានរាយការណ៍ថាយន្តហោះនេះបានហោះឆ្លងកាត់ទីតាំងពិព័រណ៍ជាច្រើនដងមុនពេលវាហាក់ដូចជាបាត់ការគ្រប់គ្រងហើយជ្រមុជចុះមកដីដោយផ្ទាល់អ្នកបើកយន្តហោះបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះការស្លាប់នេះត្រូវបានបញ្ជាក់ដោយសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌាទីភ្នាក់ងារសារព័ត៌មានឥណ្ឌាបាននិយាយថាកងទ័ពអាកាសឥណ្ឌា IAF មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតនេះហើយឈរយ៉ាងរឹងមាំជាមួយក្រុមគ្រួសារនៅក្នុងគ្រាដ៏សោកសៅដោយបន្ថែមថាតុលាការស៊ើបអង្កេតកំពុងត្រូវបានបង្កើតឡើងដើម្បីបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះ